ម្ចាស់គណនី Facebook មានឈ្មោះ Allen បានចូលបំភ្លឺចំពោះមុខសមត្ថកិច្ចដោយបានសារភាពថាខ្លួនពិតជាបានទិញទុរេននាំចូលប្រទេសថៃពិតមែននេះបើតាមសេចក្តីប្រកាសព័ត៌មានករណីម្ចាស់គណនី Facebook ឈ្មោះ Allen ជំវិញរឿងទិញលក់ផ្លែទុរេនរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលបានឲ្យដឹងថាមកដល់ថ្ងៃទី4ខែឧសភាឆ្នាំ2026នេះម្ចាស់គណនី Facebook ឈ្មោះ Allen បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមចំពោះរូបគាត់ថាបាននាំផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជាលទ្ធផលនៃការសាកសួរនិងបំភ្លឺបានឲ្យដឹងថាគាត់ជាម្ចាស់គណនីឈ្មោះ Allen មានឈ្មោះពិតគឺឈ្មោះលឿនសាក់ឡែនភេទស្រីអាយុ31ឆ្នាំរស់នៅភូមិភ្នំចាំចាប់ឃុំបឹងរាំងស្រុកគំរៀងខេត្តបាត់ដំបងគាត់បន្តថាសារសម្លេងដែលបែកធ្លាយនៅតាមបណ្ដាញសង្គមរឿងទិញលក់ផ្លែទុរេនពីប្រទេសថៃនាប្រហែលថ្ងៃកន្លងមកនេះគឺជាសម្លេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែនពីខែមេសាដល់ដើមខែឧសភាឆ្នាំ2026នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃធ្លាប់ស្គាល់និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមកទិញផ្លែទុរេនបានចំនួន03លើកមានចំនួនប្រមាណ2000គីឡូក្រាមដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមហើយទំនិញទាំង03លើកនេះគាត់បានដាក់រថយន្តផ្ញើទៅឲ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់នៅពេលគេដឹកមកដល់គាត់បានបន្តថាឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាលីណូតែគាត់មិនបានដឹងថាគេផ្ញើមកតាមរបៀបណានោះទេលុះរថយន្តដឹកមកដល់គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្ដងអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមបញ្ជាក់ជូនថាខណៈមានការបំភ្លឺបែបនេះពីឈ្មោះលឿនសាក់ឡែនសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់